ពូលភ្លើងជីវិតយើងដូចភ្លើងដាច់ទុកនឹងបញ្ហាក៏ដូចគ្រាប់ខ្សាច់គ្មានសម្រេចការងារអ្វីម្ល៉េះអាយុក៏ច្រើនបញ្ហារិនច្រើនខំតងឡើងតែមិនដល់ត្រាខំយូរដែរហើយតែចុងក្រោយបរាជ័យដដាជីវិតនេះរកក្តីសុខមិនទាន់ឃើញឡើយ20ជាងហើយមានដឹងខ្លួនទេគេក្មេងៗជោគជ័យបន្តជាហោហែខ្មាស់គេទេដាក់សំនួរស៊ូខ្លួនឯងជីវិតនេះថ្ងៃណាភ្លឺស្វាងដូចគេទៅមិនចង់នៅអោបទុកចំបែគិតដល់ថ្ងៃអនាគតដ៏យូរអង្វែងយំម្នាក់ឯងគ្មានអ្នកយល់ពីខ្ញុំទេដូចអំពូលភ្លើងជីវិតយើងដូចភ្លើងដាច់ទុកនឹងបញ្ហាក៏ដូចគ្រាប់ខ្សាច់គ្មានសម្រេចការងារអ្វីម្ល៉េះអាយុក៏ច្រើនបញ្ហារិនច្រើនខំតងឡើងតែមិនដល់ត្រាខំយូរដែរហើយតែចុងក្រោយបរាជ័យដដាជីវិតនេះរកក្តីសុខមិនទាន់ឃើញឡើយ20ជាងហើយមានដឹងខ្លួនទេគេក្មេងៗជោគជ័យបន្តជាហោហែខ្មាស់គេទេដាក់សំនួរស៊ូខ្លួនឯងជីវិតនេះថ្ងៃណាភ្លឺស្វាងដូចគេទៅមិនចង់នៅអោបទុកចំបែគិតដល់ថ្ងៃអនាគតដ៏យូរអង្វែងយំម្នាក់ឯងគ្មានអ្នកយល់ពីខ្ញុំទេជីវិតនេះរកក្តីសុខមិនទាន់ឃើញឡើយ20ជាងហើយមានដឹងខ្លួនទេគេក្មេងៗជោគជ័យបន្តជាហោហែខ្មាស់គេទេដាក់សំនួរស៊ូខ្លួនឯងជីវិតនេះថ្ងៃណាភ្លឺស្វាងដូចគេទៅមិនចង់នៅអោបទុកចំបែគិតដល់ថ្ងៃអនាគតដ៏យូរអង្វែងយំម្នាក់ឯងគ្មានអ្នកយល់ពីខ្ញុំទេគិតដល់ថ្ងៃអនាគតដ៏យូរអង្វែងយំម្នាក់ឯងគ្មានអ្នកយល់ពីខ្ញុំទេ